តោះបងប្អូនទៅមើលកូនផ្ទះតូចច្រឡឹងមួយអានេះគេហៅថាຂະຫນាត់ផ្ទះកូនពៅតូចផ្ទះនេះមិនធំទេហើយមើលទៅរូបរាងគឺតូចច្រឡឹងមែនតើតែមើលពីខាងក្រៅតូចខាងក្នុងមិនតូចទេណាមើលខាងក្នុងមើលសត្វឡើងខ្មៅញឹកនៅក្នុងផ្ទះហើយយ៉ាងល្អសម្រាប់ຂະຫນាត់តូចមកបងប្អូនយើងដែលមានថវិកាល្មមអីគឺយើងអាចធ្វើបានហើយຂະຫນាត់នេះមិនជាអស់លុយច្រើនទេល្មមទេបងប្អូនអាចធ្វើຂະຫນាត់5x22ជាន់ក៏បានបងប្អូនអាចធ្វើ5x16 2ជាន់ក៏បានឲ្យតែបាននិយាយទៅយើងបានຂະຫນាត់តូចអស់ហ្នឹងក៏បានដែរបើសិនជាថវិកាយើងមានកំណត់ដែរយើងអាចធ្វើប៉ុណ្ណឹងទៅបងប្អូនហើយប៉ុន្តែកុំមើងងាយណាຂະຫນាត់តូចអស់ហ្នឹងកុំមើងងាយលទ្ធផលរបស់វាមិនតូចដូចអ្វីដែលយើងគិតទេគឺវាបានច្រើនគូសំដែរជាក់ស្ដែងដូចផ្ទះមួយនេះអញ្ចឹងនៅខាងលីខាងកំពង់ឆ្នាំងយើងហ្នឹងវាជាຂະຫນាត់មួយដែលមានຂະຫນាត់5x22ជាន់ហើយមកទល់ពេលនេះវាចូលល្បាក់ជា4ឆ្នាំ3ឆ្នាំជាង4ឆ្នាំទេតែនេះអញ្ចឹងគាត់អាចរកបានរហូតទៅដល់ចូលចន្លោះពី3ទៅ4គីឡូដែរក្នុងមួយខែអញ្ចឹងបងប្អូនមិនមែនយើងធម្មតាទេអានេះគឺគួរសមណាយើងអាចទទួលយកបានព្រោះថាបើសិនជាយើងគុណជាលុយទៅល្បាក់ជាង1000ដែរក្នុងមួយខែណាអញ្ចឹងកូនផ្ទះតូចមួយអាចរកចំណូលបានជាង1000ក្នុងមួយខែយើងអាចចិញ្ចឹមឆ្នាំងបានណាបងប្អូនបាទអញ្ចឹងសម្រាប់បងប្អូនដែលត្រូវការអ្នកបច្ចេកទេសជំនាញកុងបិណ្ឌដែរអាចទាក់ទងបានបងប្អូនណាអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយ